ចាបងប្អូនអានេះគឺជាដើមចេកផ្អាប់សម្រាប់អ្នកដែលចិញ្ចឹមមាន់ហើយចង់កាត់បន្ថយដើមទុននៅក្នុងការចិញ្ចឹមមាន់បងប្អូនអាចមើលវីដេអូនេះបានចាគឺយើងប្រើដើមចេកផ្អាប់ហើយយើងកិនជាមួយនឹង motor ចា motor ហ្នឹងគឺខ្ញុំទិញអត់មានតម្លៃថ្លៃទេបងប្អូនខ្ញុំទិញតាមអនឡាញហើយយកមកច្នៃបន្ថែមទៀតដាក់ធុងខ្លួនឯងអញ្ចឹងណានេះខ្ញុំធ្វើហ្នឹងគឺត្រៀមសម្រាប់ឲ្យមាន់សម្រាប់អ្នកដែលលាយអ្នកដែលធ្វើហ្នឹងគឺប្តីរបស់ខ្ញុំដោយសារខ្ញុំកូនទួចអត់ទាន់សូវបានជួយធ្វើការងារគាត់ទេហើយខ្ញុំក៏ថតវីដេអូដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាគឺគាត់ប្រើកន្ទក់បងប្អូនប្រើកន្ទក់នៅក្នុងការលាយជាមួយនឹងដើមចេកផ្អាប់ដើមចេកហ្នឹងគឺយើងផ្អាប់សិនបងប្អូនរួចហើយបានយើងយកមកឲ្យមាន់ស៊ីយើងផ្អាប់រយៈពេល1អាទិត្យឬក៏2អាទិត្យហើយនេះគឺខ្ញុំប្រើថ្នាំលាយបងប្អូនប្រើប្រភេទថ្នាំដុកស៊ីស៊ីនប្រភេទថ្នាំដុកប្រភេទថ្នាំហ្នឹងគឺខ្ញុំប្រើដើម្បីឲ្យមាន់ជាមាន់ដែលឈឺជាហើយមាន់ដែលអត់ទាន់ឈឺទេគឺការពារថ្នាំនេះដែរគឺខ្ញុំប្រើភាគច្រើនគឺនៅរដូវភ្លៀងទេបងប្អូនព្រោះឥឡូវគឺធ្លាក់ដល់រដូវភ្លៀងហើយគឺមាន់ងាយបំផុតនៅរដូវភ្លៀងគឺងាយនឹងផ្ដាសាយងាយនឹងគ្រុនឈឺនៃជំងឺផ្សេងៗអញ្ចឹងហើយគឺយើងដាក់ថ្នាំការពារវាទៅហើយចំពោះបន្ទាប់មកគឺយើងដាក់ដើមចេកដែលយើងផ្អាប់ហ្នឹងយកមកកិនលាយចូលគ្នាឲ្យសព្វល្អពេលដែលយើងលាយចូលគ្នាឲ្យសព្វល្អហើយគឺយើងចាប់ផ្ដើមយកមកឲ្យមាន់ស៊ីចាអានេះដោយសារតែវាគាំងណាបងប្អូន motor ហ្នឹងបើសិនជាយើងធ្វើច្រើនអត់បានទេដោយសារវាខ្នាតតូចអញ្ចឹងវាគាំងយើងត្រូវកិនម្ដងទៀតដើម្បីកុំឲ្យវាគាំងអញ្ចឹងសម្រាប់អ្នកដែលគាត់ចិញ្ចឹមសត្វគាត់មានសត្វច្រើនបងប្អូនអាចទិញ motor ដែលងាយស្រួលប្រើជាងនឹងហើយធំណាបងប្អូនធំហើយវាងាយស្រួលនៅក្នុងការធ្វើការវាអាចបានលឿនជាងនឹងតែនេះដោយសារតែខ្ញុំប្រើ motor ទូចដែរយើងប្រើទៅតាមនៅដើមទុនដែលយើងមានអញ្ចឹងណាអញ្ចឹងសម្រាប់ការផ្អាប់កន្ទក់ហើយក៏មានដាក់កញ្ចុងអង្ករចូលទៅដែរបងប្អូនរីកញ្ចុងអង្ករទៅចូលទៅតិចៗមកសមល្មមយើងមានកន្ទក់យើងមានកញ្ចុងអង្ករហើយនឹងចេកដើមចេកផ្អាប់ឲ្យមាន់ស៊ីអញ្ចឹងសម្រាប់3រូបមន្តនេះដែរខ្ញុំឃើញថាមាន់របស់ខ្ញុំនៅពេលដែលវាស៊ីទៅគឺវាចូលចិត្តស៊ីបងប្អូនហើយក៏វាធំរាងលឿនដែរតែចំពោះមាន់របស់ខ្ញុំគឺខ្ញុំចិញ្ចឹមបែបធម្មជាតិបងប្អូនគឺចិញ្ចឹមបែបប្រឡែងតែម្ដងពេលព្រឹកឡើងគឺដឹងថាខ្ញុំបើកទ្រុងប្រឡែងវាហើយអញ្ចឹងតែមុននឹងប្រឡែងគឺខ្ញុំឲ្យចំណីវាសិនឲ្យចំណីវាចែកហើយបានយើងចាប់ផ្ដើមធ្វើការប្រឡែងវាអានេះមាន់របស់ខ្ញុំគឺវាមានអានៅក្រៅទ្រុងនិងអានៅក្នុងទ្រុងណាបងប្អូនតែឃើញរត់ចុះរត់ឡើងចឹកចំណីហ្នឹងគឺនៅក្រៅទ្រុងបងប្អូនដែលធ្លាប់ចិញ្ចឹមមាន់ស្រែដឹងស្រាប់ហើយថាមាន់ស្រែជាប្រភេទមាន់ស្រែជាប្រភេទមាន់ដែលថារពឹសនៅអត់ស្ងៀមណាបងប្អូនអញ្ចឹងមានទ្រុងឲ្យនៅពេលខ្លះគឺវាអត់នៅក្នុងទ្រុងបងប្អូនវាមកនៅក្រៅទ្រុងហើយឥឡូវនេះចាប់ផ្ដើមកិនហើយកិនហើយគឺយើងចាប់ផ្ដើមដាក់ចេញហើយយកទៅឲ្យមាន់នេះអានេះគឺមាន់នៅក្រៅទ្រុងហើយនេះប្រមាណក្បាលនេះគឺវាអត់ព្រមចូលទ្រុងទេបងប្អូនពេលយប់ឡើងក៏វាដេកនៅខាងក្រៅដែរបានវាបានចឹកមុនគេអញ្ចឹងណាបងប្អូនអញ្ចឹងចាំមើលបន្តិចទៀតយើងនឹងយកចំណីមាន់បំបែកខ្លះឲ្យមាន់ដែលនៅក្រៅទ្រុងខ្លះទៀតឲ្យមាន់ដែលនៅក្នុងទ្រុងហើយចំពោះបងប្អូនដែលគាត់មានចម្ងល់ទាក់ទងទៅនឹងការចិញ្ចឹមមាន់ឬក៏ចិញ្ចឹមសត្វដែលបងប្អូនកំពុងចិញ្ចឹមបងប្អូនអាច
សួរមកខាងខ្ញុំបានខ្ញុំទទួលប្រឹក្សាយោបល់ហ្វ្រីáបងប្អូនដោយសារតែខ្ញុំមានអ្វីដែលអាចចែករំលែកបងប្អូនបានគឺខ្ញុំចង់ចែករំលែកឲ្យបងប្អូនហើយក៏ចង់លើកទឹកចិត្តឲ្យបងប្អូនខ្មែររបស់យើងហ្នឹងគឺចិញ្ចឹមសត្វឲ្យបានច្រើនបងប្អូនហើយក៏ជាពិសេសគឺសត្វធម្មជាតិណាបងប្អូនវាជាអាហារមួយដែលសុវត្ថិភាពសម្រាប់អ្នកបរិភោគអញ្ចឹងណានេះគឺយើងចូលទៅឲ្យក្នុងទ្រុងហើយបងប្អូននេះក្នុងទ្រុងមានមាន់ចឹងចាំមើលមាន់គឺចូលចិត្តស៊ីចូលចិត្តស៊ីចំណីដែលលាយនឹងមែនតែនហើយចំពោះមាន់ស្រែនិស្ស័យរបស់មាន់ស្រែបងប្អូនគឺជាមាន់ដែលរពឹសគឺរពឹសណាស់ចូលចិត្តកកាយលិចកកាយកើតនៅពេលដែលខ្ញុំចិញ្ចឹមមាន់គឺខ្ញុំសង្កេតឃើញមាន់ស្រែគឺជាមាន់ដែលរពឹសមែនបងប្អូនទទួលស្គាល់ថាអូយបើអានៅក្រៅក៏ទ្រុងវិញគឺវាកកាយនេះកកាយនោះនៅក្រោយផ្ទះអញ្ចឹងណាបងប្អូនដោយសារតែយើងចិញ្ចឹមនៅជាប់ផ្ទះដែរអត់ឆ្ងាយផ្ទះប្រហែលដែរអញ្ចឹងណាហើយអានេះគឺកូនមាន់បងប្អូនចំណីហ្នឹងក៏ខ្ញុំឲ្យសម្រាប់កូនមាន់ដែរកូនមាន់ដែលរាងត្រើសៗហើយមិនមែនកូនមាន់ដែលកើតថ្មីទេបើកូនមាន់ដែលកើតថ្មីៗគឺខ្ញុំឲ្យចំណីដែលយើងទៅរកទិញនៅទីផ្សារប្រភេទសម្រាប់កូនចំណីឲ្យកូនមាន់អញ្ចឹងណាបងប្អូនចាអរគុណ